បងប្អូនតើបងប្អូនធ្លាប់រៀបចំផែនការណាមួយដែលបងប្អូនគិតថាផែនការនោះវាល្អឥតខ្ចោះហើយបងប្អូនគិតថាបងប្អូននឹងធ្វើវាទៅតាមផែនការនោះឲ្យខានតែបានប៉ុន្តែស្រាប់តែមានរឿងដែលកើតឡើងមិនបានរំពឹងទុកដែលធ្វើឲ្យផែនការទាំងមូលរបស់បងប្អូនបរាជ័យដែរទេយើងតែងតែគិតថាភាពជោគជ័យគឺវាអាស្រ័យទៅលើការប្រកាន់ភ្ជាប់ទៅនឹងផែនការប៉ុន្តែនៅក្នុងពិភពលោកដែលផ្លាស់ប្ដូរលឿនដូចសពថ្ងៃនេះការប្រកាន់ភ្ជាប់ទៅនឹងផែនការចាស់ៗគឺជាមូលហេតុចម្បងនៃភាពបរាជ័យទៅវិញនោះទេនៅក្នុងវីដេអូនេះគឺយើងនឹងឆ្វែងយល់អំពីគោលការណ៍មួយដែលនឹងផ្លាស់ប្ដូររបៀបដែលបងប្អូនកំណត់គោលដៅហើយនឹងដោះស្រាយបញ្ហារបស់បងប្អូនគោលការណ៍នោះគឺភាពអាចទស្សន៍ទាយបាននៃបរិស្ថានដែលមានឥទ្ធិពលទៅលើភាពជោគជ័យនៃគោលដៅរបស់យើងដើម្បីយល់ដឹងអំពីរឿងនេះកាន់តែច្បាស់គឺយើងត្រូវតែបែងចែកឲ្យដាច់រវាងពាក្យពីរគឺយុទ្ធវិធីហើយនិងយុទ្ធសាស្ត្ររបស់យើងនៅក្នុងពិភពលោកដែលមានស្ថិរភាពយុទ្ធវិធីរបស់យើងអាចមានភាពសាមញ្ញហើយនឹងរឹងមាំប៉ុន្តែនៅក្នុងពិភពលោកដែលវឹកវរយើងត្រូវការយុទ្ធសាស្ត្រដែលមានភាពបត់បែនបងប្អូនអាចស្រមៃមើលពីការបើកបររថយន្តបានប្រសិនបើយើងបើកបររថយន្តទៅលើផ្លូវដែលត្រង់ហើយនឹងស្ងាត់ដែលយើងហៅវាថាជាបរិស្ថានដែលអាចទស្សន៍ទាយបានគឺយើងអាចដាក់ cruise control ហើយបើកទៅមុខដោយមិនចាំបាច់បត់ចង្កូតច្រើននោះទេនេះហើយគឺជាយុទ្ធវិធីដែលរឹងមាំរបស់យើងប៉ុន្តែបើយើងបើកបរផ្លូវចូលទៅក្នុងព្រៃឬផ្លូវដែលមានភ្លៀងធ្លាក់ហើយនឹងមានឧបសគ្គច្រើនដែលយើងហៅថាវាជាបរិស្ថានដែលវឹកវរយើងគឺមិនអាចដាក់ cruise control បានទេយើងត្រូវតែបត់ចង្កូតបន្ថយល្បឿននិងសង្កេតមើលជុំវិញខ្លួនរបស់យើងជានិច្ចនេះហើយគឺជាយុទ្ធសាស្ត្រដែលបត់បែនប៉ុន្តែបងប្អូនដឹងទេថាបញ្ហាគឺវានឹងកើតឡើងនៅពេលដែលយើងព្យាយាមប្រើយុទ្ធវិធីរឹងមាំនៅក្នុងបរិស្ថានមួយដែលវឹកវរមានន័យថាយើងគឺនៅតែបន្តបើកបរត្រង់បើទោះបីជាវាមានជំហុកនៅពីមុខយើងក៏ដោយត្រង់ចំណុចនេះតើយើងត្រូវធ្វើដូចម្តេចនៅពេលដែលយើងជួបបរិស្ថានដែលវឹកវរបែបនេះនៅក្នុងស្ថានភាពបែបនេះបរិស្ថានកាន់តែមានភាពមិនច្បាស់លាស់បែបនេះគឺយើងកាន់តែត្រូវការព័ត៌មានជាច្រើនដើម្បីរុករកហើយនឹងកំណត់វាឲ្យបានជោគជ័យមានន័យថានៅពេលដែលអ្វីៗមិនច្បាស់លាស់យើងមិនគួរបិទភ្នែកហើយបន្តធ្វើផែនការចាស់នោះទៀតទេផ្ទុយទៅវិញយើងត្រូវតែបើកភ្នែកឲ្យធំហើយនឹងស្វែងរកព័ត៌មានថ្មីៗឲ្យបានកាន់តែច្រើនបំផុតដែលនេះហើយគឺជាមូលហេតុនៃការធ្វើបច្ចុប្បន្នភាពគំរូរបស់យើងជានិច្ចគឺជាការចាំបាច់ផ្នែកយុទ្ធសាស្ត្ររបស់យើងគំរូគឺជារបៀបដែលយើងមើលឃើញពិភពលោកនេះបើពិភពលោកនេះផ្លាស់ប្ដូរតែគំរូរបស់យើងនៅដដែលនោះការសម្រេចចិត្តរបស់យើងនឹងខុសភ្លាមដូច្នេះហើយយើងគួរតែកុំធ្វើឲ្យខ្លួនឯងនៅជាប់គាំងដោយសារតែផែនការដែលធ្វើវាបានកាលពីម្សិលមិញក៏ប៉ុន្តែវាគ្មានប្រយោជន៍នៅថ្ងៃនេះការប្រកាន់ភ្ជាប់នឹងផែនការចាស់ក្នុងពេលដែលលក្ខខណ្ឌបានផ្លាស់ប្ដូរវាមិនមែនជាភាពរឹងមាំនោះទេក៏ប៉ុន្តែវាគឺជាភាពល្ងង់ខ្លៅទៅវិញនោះទេហើយបងប្អូនអាចអនុវត្តវាបានយ៉ាងដូចម្តេចនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនត្រង់ការអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃខ្ញុំសូមណែនាំបងប្អូន3ជំហាននៅក្នុងជំហានទី1គឺការបែងចែកឲ្យដាច់រវាងយុទ្ធសាស្ត្រហើយនិងយុទ្ធវិធីបងប្អូនអាចកំណត់គោលដៅធំដែលវាគឺជាយុទ្ធសាស្ត្ររបស់បងប្អូនឲ្យបានច្បាស់លាស់ប៉ុន្តែទុកចន្លោះឲ្យជំហានជាក់ស្ដែងដែលវាគឺជាយុទ្ធវិធីរបស់បងប្អូនដែលអាចផ្លាស់ប្ដូរបានឧទាហរណ៍យុទ្ធសាស្ត្របងប្អូនគឺការរកចំណូលបន្ថែមចំណែកឯយុទ្ធវិធីរបស់បងប្អូនគឺអាចជាការលក់អនឡាញជាដើមប្រសិនបើការលក់អនឡាញមិនដំណើរការបងប្អូនអាចផ្លាស់ប្ដូរយុទ្ធវិធីរបស់បងប្អូនទៅជាការផ្ដល់សេវាកម្មដោយមិនបោះបង់យុទ្ធសាស្ត្ររបស់បងប្អូនជាការរកប្រាក់ចំណូលបន្ថែមនោះទេជំហានទី2គឺការធ្វើសវនកម្មបរិស្ថានជាទៀងទាត់ជារៀងរាល់សប្តាហ៍បងប្អូនអាចសួរខ្លួនឯងថាតើមានអ្វីផ្លាស់ប្ដូរនៅក្នុងទីផ្សារឬក៏ជីវិតរបស់ខ្ញុំដែរឬទេតើផែនការរបស់ខ្ញុំនៅតែពាក់ព័ន្ធដែរឬទេបើចម្លើយគឺទេចូលបងប្អូនកែតម្រូវវាភ្លាមហើយចុងក្រោយគឺជំហានទី3គឺការវឹកហាត់ pivot ដោយគ្មាន ego របស់បងប្អូនមានន័យថាជាការរៀនសូត្រក្នុងការបោះបង់ចោលផែនការមួយភ្លាមនៅពេលដែលទិន្នន័យថ្មីបង្ហាញថាវាមិនដំណើរការសូមបងប្អូនកុំចាត់ទុកការផ្លាស់ប្ដូរផែនការថាជាការបរាជ័យតែត្រូវចាត់ទុកវាថាជាភាពឆ្លាតវៃក្នុងការសម្របខ្លួនទៅវិញនោះទេបងប្អូននៅក្នុងពិភពលោកដែលវឹកវរភាពជោគជ័យមិនមែនសម្រាប់អ្នកដែលមានផែនការល្អបំផុតនោះទេតែវាសម្រាប់អ្នកដែលមានភាពរហ័សរហួនបំផុតដែលយើងហៅវាថា agility តាមរយៈការក្លាយជាភ្នាក់ងារដែលអាចសម្របខ្លួនបានបងប្អូននឹងបង្កើតឱកាសក្នុងការសម្រេចគោលដៅសូម្បីតែនៅកណ្ដាលភាពវឹកវរណាក៏ដោយ
ភាពរហ័សរហួននេះគឺជាលក្ខណៈពិសេសនៃជីវិតដែលមានប្រាជ្ញានិងមានប្រសិទ្ធភាពវាធានាថារាល់សកម្មភាពដែលបងប្អូនធ្វើមិនមែនធ្វើឡើងដោយភាពល្ងងខ្លៅឬការប្រកាន់ភ្ជាប់នឹងអតីតកាលនោះទេតែវាផ្អែកទៅលើព័ត៌មានដែលមានសុពលភាពនិងមានប្រយោជន៍បំផុតនៅពេលនោះសូមបងប្អូនកុំភ័យខ្លាចក្នុងការផ្លាស់ប្ដូរផែនការរបស់បងប្អូនចូលស្វាគមន៍វាដូចជាឱកាសមួយដើម្បីធ្វើបច្ចុប្បន្នភាពខ្លួនឯងឲ្យកាន់តែស៊ីសង្វាក់គ្នាទៅនឹងការពិតនៃពិភពលោកយើងនេះ